រដ្ឋបាលស្រុកជលគិរីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ3ឆ្នាំរំកិល2026-2028សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ3ឆ្នាំរំកិលឆ្នាំ2026-2028រដ្ឋបាលស្រុកជលគិរីត្រូវបានធ្វើឡើងនៅថ្ងៃទី9ខែតុលាឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមស៊ុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវកែច័ន្ទមនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកដៅកំស៊ីនអភិបាលស្រុកជលគិរីនិងសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរផែនការថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការសមាគមដៃគូអភិវឌ្ឍន៍នានាផងដែរលោកដៅកំស៊ីនអភិបាលស្រុកជលគិរីបានឲ្យដឹងថាសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ3ឆ្នាំរំកិលនាពេលនេះគឺជាឱកាសមួយដ៏សំខាន់របស់រដ្ឋបាលស្រុកក្នុងការរៀបចំផែនការអភិវឌ្ឍតាមបណ្ដាលមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរាល់គម្រោងដែលបានដាក់ចេញគឺជាគម្រោងដែលមានអត្ថប្រយោជន៍ដែលគម្រោងទាំងនេះទាមទារឲ្យមានការស្នើសុំការគាំទ្រគម្រោងពីមន្ទីរអង្គភាពជំនាញអង្គការដៃគូអភិវឌ្ឍន៍នានាវិស័យឯកជននិងសប្បុរសជនដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះប្រកបដោយចីរភាពមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមស៊ុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងថាសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកជលគិរីដែលនឹងអាចជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលស្រុកឃុំមានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍរបស់ជាតិម្យ៉ាងទៀតសិក្ខាសាលានេះអាចជួយឲ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមកក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀតហើយតាមរយៈនៃអង្គសិក្ខាសាលានាពេលនេះគឺដើម្បីគៀងគរនៅរាល់ធនធានពីប្រភពនានាសម្រាប់គ្រប់គ្រងគម្រោងវិនិយោគទាំងឡាយដែលបានស្នើឡើងដោយរដ្ឋបាលនៅស្រុកជលគិរីនិងបណ្ដាឃុំទាំង5ក្នុងគោលដៅសម្របសម្រួលធ្វើឲ្យមានសង្កតិភាពរវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់ក្រុងជាមួយនឹងគម្រោងវិនិយោគរបស់សង្កាត់និងភាគីពាក់ព័ន្ធនានាផងដែរឯកឧត្តមអភិបាលខេត្តបានស្នើអង្គសិក្ខាសាលានាពេលនេះចូលរួមពិភាក្សាគ្នាដោយយកចិត្តទុកដាក់បំផុតដើម្បីផ្ដល់នូវគំនិតនិងបទពិសោធន៍ក្នុងការត្រៀមរៀបចំផែនការអភិវឌ្ឍឲ្យបានចំគោលដៅនិងតម្រូវការរបស់ប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃយុទ្ធសាស្ត្របញ្ចកដំណាក់កាលទី1សម្ដៅធ្វើយ៉ាងណាឲ្យស្រុកជលគិរីក្លាយជាស្រុកគោលដៅនៃការអភិវឌ្ឍនិងជាស្រុកដែលមានសក្តានុពលលើវិស័យទេសចរណ៍កសិកម្មនិងឧស្សាហកម្ម